Ôi,បងប្អូនហើយនិយាយពីថាខ្ញុំធ្វើនំបាក់បិណ្ឌលើកនេះហ่าរត់តែឆ្ងាញ់ជាងលើកមុនទៀតបងប្អូនសាច់នំរបស់នេះខ្ញុំដល់លំអួតហើយសំខាន់ហើយឈ្ងុយដូងហើយនិយាយពីថាសាច់នៅពេលដែលបងប្អូនញ៉ាំទៅឡើងខ្ទិះហ្មងហើយជាមួយនឹងរូបមន្តមួយនេះផងដែរបងប្អូនកុំភ្លេចសាករបស់ធ្វើពិសាញ៉ាំហើយបន្ថែមជាមួយនឹងទឹកដោះគោឆៅវិញបងប្អូនហើយនិយាយពីថានំបាក់បិណ្ឌបងប្អូននិយាយពីថាជាតិដូចជាតិខ្លាំងម្ល៉េះតោះបងប្អូនដើម្បីកុំឲ្យខាត់ពេលយូរនេះខ្ញុំមកចែករំលែកពីរបៀបធ្វើរបស់នេះខ្ញុំជាដំបូងហ្នឹងគឺនេះខ្ញុំមានជាមួយនឹងដំឡូងមីហ្នឹងចំនួន2ហ្នឹងគឺប្រហែលជា1គីឡូម្ខាំបងប្អូនហ្នឹងពេលនេះខ្ញុំដែរថ្លឹងហ្នឹងគឺអត់បានថ្លឹងជាមួយនឹងសម្បកទេគឺនៅពេលដែលនេះខ្ញុំឈូសហើយនេះខ្ញុំយកថ្លឹងហ្នឹងប្រហែលបាន1គីឡូម្ខាំចាមានជាមួយនឹងម៉ាស៊ីនមួយនេះហ៎បងប្អូននិយាយពីថាស្រួលមែនតើចាលឿនខ្លាំងលើកមុនគឺនេះខ្ញុំអង្គុយឈូសហ្មងគឺរៀងយូរតិចចាបន្ទាប់ពីនេះខ្ញុំបានឈូសដំឡូងនឹងរួចរាល់អស់ហើយចាគឺនេះខ្ញុំចែករំលែកនិយាយទៅបងប្អូនចង់ mix ទាំងអស់ក៏បានបងប្អូនមិនចង់ mix ទាំងអស់ក៏បានដែរនេះខ្ញុំយកពាក់កណ្ដាលហ្នឹងចាលើសពីពាក់កណ្ដាលនិយាយទៅចានេះខ្ញុំយកទៅកិនជាមួយនឹងពងមាន់ក៏បានពងទាក៏បានចាពងទានេះគឺនេះខ្ញុំយក4គ្រាប់បងប្អូនចាហើយ2គ្រាប់ហ្នឹងគឺនេះខ្ញុំទុកអាក្រហមផ្នែកក្រហមហ្នឹងគឺនេះខ្ញុំទុកលាបនៅលើនំហើយផ្នែកសហ្នឹងបងប្អូនយកទៅ mix ជាមួយនឹងដំឡូងមីហ្នឹងទៅចាហើយថែម2គ្រាប់ទៀតចាបន្ទាប់មកទៀតគឺនេះខ្ញុំបន្ថែមជាមួយនឹងចានេះបងប្អូនសាច់ដូងហ្នឹងគឺរៀងខ្ចីបន្តិចចាស់បន្តិចចាគឺនេះខ្ញុំយកទៅ mix ជាមួយនឹងដំឡូងមីនឹងឯងចាអូយនិយាយថាញ៉ាំជាមួយនឹងដូងហ្នឹងនិយាយថាអូយពេលបងប្អូនញ៉ាំទៅឡើងជាតិខ្លាំងមែនតើមិនចាបងប្អូនកុំឲ្យដូងនឹងរៀងចាស់ពេកបងប្អូនតែចាស់ខ្លាំងពេកគឺវាសាច់ដូងយើងវារៀងរឹងចាមកល្មមណាចាហើយបន្តមកទៀតគឺនេះខ្ញុំដាក់ជាមួយនឹងខ្ទិះដូងហ្នឹងចំនួន450 ml វាស្មើនឹងមួយកំប៉ុងហ្នឹងណាហើយបន្តមកទៀតគឺនេះខ្ញុំចាក់ជាមួយនឹងទឹកដោះគោឆៅចំនួន200 ml ផងដែរហើយចំពោះស្ករវិញគឺនេះខ្ញុំប្រើជាមួយនឹងស្ករអំពៅចាស្ករធម្មតាក៏បានតាមចំណូលចិត្តរបស់បងប្អូនហើយបើនេះខ្ញុំវិញគឺប្រើជាមួយនឹងស្ករអំពៅហើយនេះខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោខាប់ផងដែរចាស្ករអំពៅចំនួន150ក្រាមហើយនឹងទឹកដោះគោខាប់ចំនួន100ក្រាមទៅ150ចាបើមិនជាបងប្អូនចូលចិត្តញ៉ាំរៀងផ្អែមបងប្អូនដាក់150ទៅ200អីចឹងណាចាបន្តមកទៀតគឺនេះខ្ញុំចាប់ផ្ដើមចា mix គ្រឿងទាំងអស់ហ្នឹងចាអូបងប្អូននេះខ្ញុំភ្លេចប្រាប់មួយទៀតចាគឺកុំភ្លេចបន្ថែមជាមួយនឹងអំបិលបន្តិចផងចាព្រោះអីបង្អែមខ្មែររបស់យើងគឺថាតែងតែបន្ថែមអំបិលបន្តិចចាដើម្បីឲ្យបង្អែមរបស់យើងគឺវារៀងបានវាថាមានរសជាតិមុតណាបានចូលជាតិគ្នាល្អចាបន្ទាប់ពីបាន mix រួចហើយហ្នឹងក៏នេះខ្ញុំយកទៅចាក់ជាមួយនឹងដំឡូងមីដែរនេះខ្ញុំបានចែករំលែកទុកពាក់កណ្ដាលហ្នឹងចាបងប្អូនកន្លែងវីដេអូកន្លែងហ្នឹងគឺនេះខ្ញុំបន្ថែមពងមាន់មួយទៀតហើយនឹងទឹកដោះគោមួយទៀតដោយសារតែដំបូងការនេះខ្ញុំថែមជាមួយនឹងពងមាន់លើកដំបូងហ្នឹងគឺនេះខ្ញុំអត់បានដាក់បងប្អូននេះខ្ញុំភ្លេចចឹងហើយនេះខ្ញុំមកថែមក្រោយគេនេះបងប្អូនហើយចាអញ្ចឹងពងមាន់ទាំងអស់គឺ4គ្រាប់បងប្អូន2យើងយកតែក្រហមហ្នឹងយកសម្រាប់ទៅលាបលើនៅលើនំហើយ2ទៀតហ្នឹងចាហើយនឹងផ្នែកសដែលយើងបានយកតែក្រហមហ្នឹងចាបងប្អូនយកវាមកលាយជាមួយនឹងចា2ទៀតណានៅពេលដែលបានច្បល់ចូលគ្នារួចរាល់អស់ហើយចានេះខ្ញុំចាប់បានយកថាសមួយហើយថាសនឹងផងដែរមុននឹងនេះខ្ញុំចាក់ល្បាយដំឡូងនឹងចូលចាគឺនេះខ្ញុំត្រូវលាបជាមួយនឹងផេងខ្លាញ់បន្តិចសិនដើម្បីកុំឲ្យនំរបស់យើងវាជាប់នឹងថាសបងប្អូនចាបើចំពោះនេះខ្ញុំវិញគឺនេះខ្ញុំចាក់ចូលតែម្ដងហើយនេះខ្ញុំយកទៅដុតតែបើបងប្អូនគិតថាបងប្អូនធ្លាប់តែយកទៅឆាមុននឹងយកទៅដុតឬក៏យកទៅចំហុយអាហ្នឹងគឺទៅតាមចំណូលចិត្តរបស់បងប្អូនណាតែបើចំពោះនេះខ្ញុំវិញគឺវីដេអូមុនគឺនេះខ្ញុំធ្លាប់បានយកទៅឆាម្សៅហើយចាតែលើកនេះគឺនេះខ្ញុំដុតតែម្ដងចាអូនិយាយថានេះខ្ញុំបានមើលរយៈពេលថាប៉ុន្មាននាទីប៉ុន្មានម៉ោងបងប្អូននិយាយទៅធ្វើមកឲ្យវាបានឆ្អិនណាបងប្អូនហើយកុំដាក់ភ្លើងខ្លាំងពេកតែដាក់ភ្លើងខ្លាំងពេកវាខ្លោចអាផ្ទៃខាងលើនៃនំបងប្អូនចាចឹងហើយគឺយើងត្រូវប្រយ័ត្នតិចហើយនាងខ្ញុំវិញគឺតែរៀងចង់ផ្លិចតិចបងប្អូនឃើញរៀងចង់ខ្លោចនំចានៅពេលដែលវារៀងបានផ្ដើមឆ្អិនហើយហ្នឹងគឺនាងខ្ញុំយកពងមាន់ក្រហមដែលនាងខ្ញុំបានរំលែកទុកហ្នឹងគឺនាងខ្ញុំយកទៅលីជាមួយនឹងប្រេងឆាយើងបន្តិចបងប្អូនដាក់តែបន្តិចបានហើយកន្លែងហ្នឹងអូយបងប្អូននិយាយថាធ្វើនំឲ្យរបស់បងប្អូនគឺអលបលងតែម្ដងចាហើយនេះខ្ញុំអត់ចាំបាច់ដាក់ចូលទៅនៅក្នុងអូវិនវិញទេឬក៏យកទៅដុតវិញទេបងប្អូនជាមួយនឹងពងមាន់ក្រហមហ្នឹងគឺថាវាឆាប់ឆ្អិនណាបងប្អូនចឹងហើយនំរបស់យើងគឺវានៅក្តៅខ្លាំងហ៎ចឹងហើយគឺនេះខ្ញុំអត់ចាំបាច់យកទៅនៅដាក់ចូលចំអិនម្ដងទៀតទេចាគឺវាឆ្អិន
mà tôi khỏi mà cứ bị ăn hay bông bồn chà hay tục ao thì chả sắn tập dương chập đàm cắt nôm nâng á bên mình chân tới cứ vì nợ chọp khnia mòn chà nó bây đại vì thì chả hói nó bây đại bông bồn bỏ máu chà lược máu cứ vì ọt ọt chọp nâng tha tệนี่บางคนมือใส่นมยังไม่โอ้ยคือทาละมุดช่างเหม็นเต้นบางคนผมไปใส่ละบ้องถ้วยยำปลายปีทีนึงอ่ะคือทาช่างกลางอ่ะบางคนเลยจีบใส่ให้nóไปได้นมดึงเห็นกระดาษติดๆจะบางคนเอาอย่าไปทาโอ้ยช่างยำvậyทายำชอบหมดหมดจ้าhai video นั้นก็มีแต่ปนหนึ่งเต้ออกคนองปุ่มมีบางคนสำหรับการตามด้านhaiหนึ่งแซ่บของได้จุนพวกบางคนสบายถึงออกนี่จะมีบลีบ๊ายบาย